ខ្ញុំគឺជាមិត្តភក្តិរបស់អគ្គនាយកនាទីនេះរៀននិយាយល្អៗជាមួយខ្ញុំផងពីអ្នកនេះមកយឺត2នាទីចឹងពីណីម្នាក់ 20000 ឲ្យលុយមកហើយចុះមកពីណាដូចអត់ដែរឃើញមុខចាំចូលធ្វើការថ្ងៃហ្នឹងមែនចាខ្ញុំបុគ្គលិកថ្មីខ្ញុំតែធ្វើការថ្ងៃដំបូងយឺត5នាទីពីណី 50000 ពីនេះថ្លៃអីគេវាគឺជាច្បាប់នៅទីនេះយឺត1នាទី 10000 យឺត5នាទី 50000ច្បាប់នេះមិនត្រឹមត្រូវទេថាម៉េចអត់ត្រឹមត្រូវខ្ញុំគឺជាប្រធានផ្នែកនៅទីនេះខ្ញុំជាអ្នកបង្កើតច្បាប់ហ្នឹងដើម្បីគ្រប់គ្រងបុគ្គលិករបស់ខ្ញុំប៉ុន្តែលោកបង្កើតច្បាប់ហ្នឹងយកលុយដាក់កប៉ៅខ្លួនឯងដាក់កប៉ៅខ្លួនឯងយ៉ាងម៉េចបងនេះបងកុំមានបញ្ហាមួយគាត់ជាប្រធានផ្នែកនៅទីនេះហើយគាត់ជាមិត្តភក្តិរបស់លោកអគ្គនាយកផងយ៉ាតែមកចូលធ្វើការងារថ្ងៃទី1ផងចង់សារជាមួយខ្ញុំផងខ្ញុំគឺជាមិត្តភក្តិរបស់អគ្គនាយកនៅទីនេះបើសិនជាមិនចង់បាត់បង់ការងារក្នុងថ្ងៃទី1ហ្នឹងទេរៀននិយាយល្អៗជាមួយខ្ញុំផងអូលោកពិតជាមានខ្សែធំណាស់ជាមិត្តភក្តិរបស់អគ្គនាយកតើខ្ញុំក៏ខ្សែធំដែរខ្ញុំប្អូនស្រីបង្កើតរបស់អគ្គនាយកនៅទីនេះបើខ្ញុំជឿបងឯងខ្ញុំល្ងងសុទ្ធខ្ញុំក៏មិនជឿលោកឯងដែរបើលោកឯងពិតជាមិត្តភក្តិចិត្តស្និទ្ធរបស់ប្រធានក្រុមហ៊ុនមែនណាសាក់ទេទៅគាត់ទៅបាត់ខ្ញុំជឿខ្ញុំមិនទេលោកអគ្គនាយកគាត់មានការងារច្រើនគាត់រវល់ច្រើនណាស់ការងារគាត់ក៏ច្រើនដែរអញ្ចឹងទៅខ្ញុំអ្នកទេខ្ញុំចង់ពិសោធន៍ឲ្យបុគ្គលិកនេះពីដឹងថាតើលោកនិយាយការពិតអត់អាឡូបងប្រុសបាទស្រីបងស្រីមានការណាបងចាបងឥឡូវនេះមានប្រធានផ្នែកនៅសាខាថ្មីនេះបងគាត់ថាគាត់ជាមិត្តភក្តិរបស់បងប្រុសអញ្ចឹងខ្ញុំចង់ដឹងថាតើបងស្គាល់គាត់អត់នេះគាត់ឯងបងលោកអគ្គនាយកជំរាបសួរលោកអគ្គនាយកខំល្អបងប្រុសគាត់បានអះអាងថាគាត់ជាមិត្តរបស់បងហើយគាត់បានបង្កើតច្បាប់ឡើងដើម្បីកេងប្រវ័ញ្ចបុគ្គលិករបស់យើងមានរឿងទេបងហងខ្ញុំពិតជាអស់សង្ឃឹមលើហៅឯងណាអស់សង្ឃឹមឯងទេហ្មងលោកអគ្គនាយកសុំទោសលោកអគ្គនាយកបងប្រុសតើឲ្យខ្ញុំចាត់ការជាមួយគាត់យ៉ាងម៉េចបងឲ្យសិតអូនពេញទំហឹងក្នុងការចាត់ការជាមួយគាត់ហើយម្យ៉ាងមួយទៀតបងនឹងតែងតាំងបងជានាយកសាខានៅទីនឹងឆាប់នេះហើយអញ្ចឹងបងមានសិទ្ធិទាំងអស់ក្នុងការចាត់ការជាមួយគាត់ចុះមិនអីទេអូខេបងប្រុសអញ្ចឹងប៉ុណ្្នឹងហើយបងខ្ញុំនឹងចាត់ការជាមួយគាត់ឥឡូវនេះលោកអះអាងថាលោកជាមិត្តជិតស្និទ្ធរបស់បងប្រុសខ្ញុំតែការពិតលោកបោកបញ្ឆោតបុគ្គលិកនៅទីនេះហើយលោកបានបង្កើតច្បាប់មកកេងប្រវ័ញ្ចបុគ្គលិករបស់ខ្ញុំមិនអាចទុកមនុស្សដូចជាលោកធ្វើការក្នុងហ៊ុនរបស់ខ្ញុំទៀតទេសុំទោសលោកស្រីនាយកសូមផ្ដល់ឱកាសខ្ញុំម្ដងទៀតផងខ្ញុំមិនផ្ដល់ឱកាសមនុស្សដូចលោកទេព្រោះលោកជាមនុស្សអាក្រក់ខ្ញុំនឹងបណ្ដេញលោកចេញពីកន្លែងខ្ញុំឥឡូវនេះសូមអញ្ជើញនំជើងមាន់ភីកមាន2រសជាតិសម្រាប់ជ្រើសរើសរសជាតិដើមនិងរសជាតិហឹរនំជើងមាន់ភីកឆ្ងាញ់ឈ្ងុយ